រឿងមហាចៅនៅទួលដែនវគ្គទី17ថ្កើងត្រង់ណាទឹកស្ទឹងសេរីសោភ័ណ្ឌហូរវឹងឥតស្រាកស្រាននាំគល់ឈើពណ៌ខ្មៅដែលមានឫសបះច្រងាងគួរឲ្យសម្បើមក្នុងចិត្តនិងកំទេចកំណាត់ឈើតូចតាចពេះពេញគង្គាខាងកើតរង្វង់ព្រះសូរិយាមូលក្រឡង់ប៉ុនចង្អេលេចឡើងសន្សឹមពណ៌ក្រហមឆ្អិនឆ្អៅសាច់មួយក្អែកទាំងឡាយហិចហើរឈាវឆាបស្រែកយំគំនេព្រះសូរិយានាពេលព្រឹកដែលត្រជាក់ដល់ដួងចិត្តមនុស្សលោកពពកសក្រហមខៀវវាសផ្ទៃគំនូរមួយដល់ល្អឆើតឆាយរោគសិប្បករណាមួយគូឲ្យបានដូចផងពុំបានផ្ទៃមេឃបៃតងស្អាប់លាតសន្ធឹងដ៏ធំទូលាយបីដូចចិត្តស្អុះស្អាប់ដ៏ធំទូលាយដូច្នោះដែរទូកមេណនកំពុងតែឆ្លងកាត់ធម្មជាតិដ៏ចម្លែកនេះតាមមាត់បង្អួចទូកនេះព្រះនាងមនីអង្គុយសម្លឹងមើលធម្មជាតិយ៉ាងស្រងូតស្រងាត់ធីតាស្រឡាញ់ធម្មជាតិពេលព្រឹកនេះជាពន់ពេកតែអនាគតរបស់នាងគ្មានរស្មីសប្បាយដូចធម្មជាតិឡើយសន្តានចិត្តខ្លោចផ្សាស្ដាយភ័យព្រួយខ្លាចខានបានឃើញធម្មជាតិដ៏ត្រចះត្រចង់នេះដែលបានឆ្លងកាត់រូបស្រីនាងសួរថាអញត្រូវស្លាប់ពេលនេះហើយឬអីនឹងទីពឹងលើទេវតារកទេវតាមិនឃើញនឹងទីពឹងលើបនប្រេងពីនាយមកមិនដឹងជាតិមុនបានធ្វើយ៉ាងណាមិនអាចទុកចិត្តបាននឹងទីពឹងលើមនុស្សនៅលើទូកទាំងអស់សុទ្ធតែខ្មាំងនឹងទីពឹងនាយបំរុងប្រុសនេះខ្សោយណាស់គ្មានអំណាចអ្វីទេនឹងទីពឹងលើខ្លួនឯងក៏ជប់គុកគេទៅទៀតនឹងពឹងលើល្បិចបំរាស់ខ្លួនមាននន់ជាបងដឹងអស់គ្មានសល់ថែមទាំងធ្វើរឹកខែងមកបើកចំហឲ្យរត់ថែមទៀតព្រះនាងប្រាស់ខ្លួនព្រុសទៅលើពូកស្រីនឹកជាចុងបង្អស់ថាណាស់ហើយតាមដំណើរទៅចុះគឺថាតាមយថាកម្មទៅចុះបើវាសនាត្រូវស្លាប់ក៏ស្លាប់បើត្រូវរស់ក៏រស់បន្តិចស្រាប់តែនាងបានឃើញមេណនសម្រុតខ្លួនចុះមកតាមបង្អួចមេណនសើចដាក់នាងយ៉ាងរីករាយធីតាធ្វើមិនឃើញនៅស្ងៀមថ្មឹងដដែលមេណនលោតឆ្គប់មកលើក្តារច្រាត់ដៃលើចង្កាយ៉ាងសង្ហានាងនៅស្ងៀមដដែលមេណននិយាយទៀតថាអូនគេងស្រួលទេយប់មិញព្រះនាងមនីពេបមាត់ឆ្លើយថាគ្មានដែលស្រួលទេមនុស្សជប់គុកនោះមេណនញាក់ភ្នែកអុចបារីមួយជក់ផ្សែងហុយត្រឡោមមើលចុះតើអ្វីខ្លះពូកក៏មានទឹកក៏មានខ្យល់ក៏មានចង្គៀងក៏មានម្ដេចក៏មិនស្រួលទៀតព្រោះទីនោះជាគុកមេណនសើចក្អាកក្អាយគុករបស់បងមិនដូចគុករបស់អូនទេធីតាកាត់យ៉ាងរហ័សថាខុសត្រង់ណាមេណននិយាយមួយថាគុករបស់អូនជាឋាននរកដែលមនុស្សជាប់ខ្នោះជាប់ច្រវាក់ដេកនៅលើដីដូចឆ្កែហាលខ្យល់រងាដូចជ្រូកធ្វើការធ្ងន់ដូចគោត្រូវគេវាយបង្ខំវាយដំដូចសត្វស៊ីបាយដូចសត្វឯគុករបស់បងជាគុកសម្រាប់តែមនុស្សឲ្យចេះគិតឲ្យចេះធ្វើការឲ្យចេះស្រឡាញ់ការបងស្គាល់គុកអូនព្រោះអូនបានយកបងទៅដាក់គុកព្រះនាងមនីភ្ងាកខ្លួនព្រឺតនឹងសម្ដីនេះបបោមាត់នាងឡើងស្លាំងព្រោះនាងយល់ថាមេណនដឹងថាគឺនាងនេះហើយដែលធ្វើបាបខ្លួននាងភ័យដោយមិនដឹងថាមេណនសងសឹកបែបណាវិញទេនាងខ្មាស់ព្រោះនាងជាស្រីមិនគួរមានចិត្តអាក្រក់ដល់ម្លឹងសោះតែធីតាខំប្រឹងធ្វើទឹកមុខដើម្បីឲ្យបរោះដឹងថានាងគិតយ៉ាងណាឡើយឯមេណននិយាយធ្វើប្រងើយឥតលួចមើលទឹកមុខនាងឡើយដោយមកអង្គុយនៅលើចុងពូកនៅចុងជើងនាងបរោះបន្តវេចាទៀតថាតែទោះគុករបស់បងស្រួលក៏ដោយក៏សូមអូនកុំខឹងមិនតែប៉ុណ្ណោះត្រូវអូនដឹងថាកង់ត្រាចកង់ធ្នង់ទឹកឡើងត្រីស៊ីស្រមោចទឹកហោចស្រមោចស៊ីត្រីយីគិតទៅបុរាណមានប្រាជ្ញាមែនចេះនិយាយសមហើយត្រូវផងណអូនឃើញទេហេតុអីអូនក៏ត្រូវធ្វើល្អបងក៏ត្រូវធ្វើល្អនោះវាអស់មានទុកហើយចំពោះស្រុកយើងពេលនេះយើងនៅជាខ្ញុំគេប្រកាសជាពេលក្រោយយើងនឹងទៅជាអ្នកជាវិញមិនខាននារីញញឹមយ៉ាងស្ងួតខ្ញុំខ្ជិលនិយាយណាស់បងអូអូនខ្ជិលស្ដាប់គឺបំបិតភ្នែកបំបិតត្រចៀកបំបិតខួរក្បាលអូនឲ្យនៅតែក្នុងទ្រូងងងឹតហើយទេអូនមានភ្នែកតោងមើលមានត្រចៀកតោងស្ដាប់មានខួរតោងគិតកុំបំរួញជីវិតឯងឲ្យសោះហានេះមកពីអូនធ្លាប់តែបំរួញគំនិតគេខ្លាំងពេកទៅវាមកធ្វើកម្មពៀតែខ្លួនឯងដូច្នេះឯងហានាងមនីក្រោកឡើងដើរតម្រង់ទៅរកប៉ាន់តែ
នាងចាក់តែដែលនៅក្តៅអ៊ុនៗពីរពែងនាងហុចមួយពែងមកឲ្យមាននន់សុំបងពិសាទឹកនេះសិនទៅឲ្យវាស្រួលបំពង់កអាចឲ្យបងនិយាយបានស្រួលជាងនេះតទៅទៀតអរគុណបងមិនហ៊ានញ៉ាំទឹកតែអូនទេបងធ្លាប់ហើយព្រោះទឹកតែអូនមានពឹសអាចសម្លាប់បងបានអូនលួចដាក់ថ្នាំមែនទេអ្នកធ្វើការជាតិគេមិនដែលសម្លាប់គ្នាទេទោះគេស្អប់គ្នាយ៉ាងណាក៏ដោយឥឡូវបងសូមដាក់ថ្នាំនេះនៅក្នុងពែងតែរបស់អូនចុះថាហើយមាននន់ក៏យកថ្នាំមួយកញ្ចប់ពីហោប៉ៅអាវខ្លួនលាកញ្ចប់នោះយ៉ាងស្រួលរួចចាក់ចូលទៅក្នុងពែងតែរបស់នាងមនីធីតាសើចយ៉ាងស្រស់ឆ្លើយថាប្អូនចង់សម្លាប់បងណាប្អូនចង់រាល់ពេលដេកមិនលក់អង្គុយមិនសុខបាយមិនបាននឹកឃើញបងពេលណាញ័រអស់ដើមទ្រូងនៅពេលនោះឯងចង់ចាខ្ញុំចង់សម្លាប់បងឲ្យបាននៅក្នុងថ្ងៃណាមួយមាននន់ងក់ក្បាលញញឹមមនុស្សយើងកើតមកសម្រាប់តែស្លាប់ទោះអូនឯងមិនចង់ក៏បងស្លាប់ឯអូនឯងដែលចង់រស់តែម្នាក់ឯងនោះក៏គង់តែស្លាប់ដែរឥឡូវញ៉ាំថ្នាំនេះទៅមិនអីទេថ្នាំនេះញ៉ាំទៅងងុយគេងដល់អូនកេងលក់ទៅបងបង្ហាញពួកដុំរូតឲ្យវាបើកទ្វារផ្លូវឲ្យបងធីតាចាប់ពេញតែញញឹមលេបក្អឺកទោះបងសម្លាប់អូនមុនប្អូនសម្លាប់បងក៏ប្អូនសប្បាយចិត្តណាស់នារីបង្វិលខ្លួនផ្ដួលទៅនៅក្នុងរង្វង់ដៃនៃមេណន់ធីតាថ្មិចភ្នែកនិយាយតិចថាចិត្តដល់កន្លែងឆែកហើយឬនៅបងនៅប្រហែលមួយស្របក់ធំទៀតចូលបងប្រយ័ត្នឲ្យមែនតែនបន្តិចទៀតប្អូនរត់រួចពីកណ្ដាប់ដៃបងហើយគឺប្រលឹងអូនដែលរត់រួចឯរូបអូនប្រកាសជារត់មិនរួចទេចាប្រលឹងរត់រួចរូបក៏រត់រួចទៀតរត់ឲ្យរួចនៅក្នុងមួយអាទិត្យទៀតយ៉ាងយូរប្អូនមិននិយាយលេងទេគឺនិយាយប្រកាសណាសូមបងចាំឲ្យច្បាស់ទៅកុំធ្វើប្រហែសឲ្យសោះឥឡូវសន្មត់ថាអូនរត់រួចចុះតើអូនទៅណាប្អូនទៅសេរីសោភ័ណ្ឌវិញប្អូនលើកទ័ពមកវាយកជីវិតបងឲ្យបានប្អូនរៀបការជាមួយបងកាម៉ាឬជាមួយអ្នកណាម្នាក់ទៀតក៏បានបងអរគុណណាស់បើប្អូនធ្វើដូច្នោះបានគ្រាន់បងមានការធ្វើច្រើនសោះនឹងទំនេរច្រើនពេកឯអូនមិនខ្លាចបងលើកទ័ពទៅវាយអូនវិញទេនារីទុនត្របកភ្នែកឡើងថ្នាំច្រូតជ្រាបសពសពាងកាយនាងធ្វើឲ្យត្រចៀកនាងហឹងធ្វើឲ្យគំនិតនាងវិលវល់ស្លុងបាត់ស្មារតីលែងលឺអ្វីមាននន់លើកនាងដាក់យ៉ាងថ្នមទៅលើពូកលុះដល់ពេលអ្នកឆែកមកមាននន់និងសហការីដែលតែងខ្លួនជាទាហានខាងព្រះកំពតបានកំហែងនាយតម្រូតថាកុំមាត់ព្រះនាងកំពុងតែផ្ទុំមិនទាន់ភ្ញាក់ទេព្រះនាងមានដំណើរសម្ងាត់ទៅចាប់មហាចៅនៅទួលដែនថ្ងៃបែរបន្តិចទូកយើងបានទៅដល់ភូមិភ្នៀតដោយបំណងមែននៅមាត់កំពង់កងពលរាប់រយនាក់ឈរតម្រៀបត្រៀបត្រាចាំទទួលមេណនជាមេមិនយូរប៉ុន្មានកងចៅប្លន់ប្រទេសក៏បានទៅដល់ទីកន្លែងដែលគេបានតាំងនៅក្នុងព្រៃស្ងាត់នាងមនីត្រូវពួកគេចងភ្នែកបណ្ដាទៅលុះទៅដល់កន្លែងពួកពលរេក៏រត់មកធ្វើគារវកិច្ចចំពោះមេណនដែលបញ្ជាក់ថាយកស្រីនេះទៅដាក់ច្រវាក់ចងទុកនៅក្រោមស្វាយព្រៃធំនោះមហាកាលក៏ហូរឡើងជ័យយោទាហានទាំងឡាយក៏រោមធីតាជុំចិត្តម្នាក់សួរយ៉ាងរអើនថាអ្នកណានឹងម្នាក់ទៀតលើកដៃចង្អុលឆ្លើយថាគឺព្រះនាងម្ចាស់ដែលទៅតែចុះមកពីឋានសួគ៌ឥឡូវនេះនាងសោយសម្បត្តិឯសុរិនចុះមិនក៏មករងទុកទីនេះហាស់ឈួតវាមានកម្មពាក្យបញ្ចែកបញ្ចាលក៏មានជាហោហាយឥតស្រាក់ស្រានយ៉ាងអ៊ូអជួយទាញច្រវាក់ជើងផងវើយដាក់ឲ្យស្រួលកុំឲ្យគ្នាឈឺសំណើចមួយក៏លន់លឺក្អិលឡើងសំណាស់វើយពីដើមដាក់សុទ្ធតែមាឥឡូវបានដែកមកដាក់ហើយនាងមនីលេឡាកណ្ដាលហ្វូងមនុស្សដែលតេះឌីលនាងខ្មាស់យ៉ាងអស្ចារ្យនាំគ្នាមើលមុខនាងដែលចុះមកពីម្ចាស់សួគ៌ម្នាក់ទៀតតបថាយ៉ាសាច់គេល្អមែនមកដូចផ្លូវគោវើយសំណើចលន់ក្អិលទៀតម្នាក់ស្ទុះទៅកាន់សក់នាងយីសូម្បីតែសក់គេក៏រលើបរលោងល្អដែរនារីធ្វើភ្នែកលេងឡង់កណ្ដាលចំណោមគេម្នាក់ទៀតស្ទុះផ្លែតមកកូចគុណមុខនាងព្រះនាងមកពីឋានសួគ៌មិនក៏មានភ្នែកពីរត្រចៀកពីរច្រមុះមួយមាត់មួយដោយតែប្រពន្ធអញដែរវាខុសគ្នាត្រង់ណាម្នាក់ឆ្លើយកាត់ថាខុសត្រង់ប្រពន្ធឯងជាសត្វឯគេជាមនុស្សមែន
គេនាំគ្នាសាច់កើឡើងទៀតអូសុំមើលថ្មិញមើលដូចយើងទេថាហើយគេចាប់មាត់ព្រះនាងយើងច្របាច់យ៉ាងខ្លាំងឲ្យហាឡើងទាំងអស់គ្នាក៏អើតចំទើតមើលទៅវើយដូចតែប្រពន្ធអញទេតើអាយ៉ាដង្កូវស៊ីថ្មិញដល់ធ្គាមផងហាហាមើលដង្កូវហ៊ានចូលទៅស៊ីជ្រៅម្លេះមិនចុះហឺឯងខ្លាចតែគេអ្នកធំនោះវាខុសពីយើងណាស់ណាទៅបានជាគេមើលងាយយើងម្លេះឯងទៅតែដឹងទេវាដូចតែគ្នាទេមាននន់សើចតែម្នាក់ឯងរួចស្រែកបញ្ជាថាកនយើងយកអ្នកទោសទៅចោលនៅក្រោមដើមស្វាយទៅអ្នកទាំងអស់គ្នាក៏បែកខ្ចាយធីតាត្រូវគេដឹកយកទៅចោលនៅក្រោមដើមស្វាយនាងខឹងយ៉ាងខ្លាំងក្រៃពេកមុខឡើងក្រហមឆ្អៅគឺជាព្រឹត្តិការណ៍មួយដែលពុំអាចបំភ្លេចបានឡើយព្រឹត្តិការណ៍នេះគូសចំណាំមួយយ៉ាងជ្រៅនៅក្នុងសតិនាង3ថ្ងៃក្រោយមកទៀតទើបកញ្ញាបានរសាយខ្លះពីកំហឹងនាងចាប់ផ្ដើមរីករាយបន្តិចគេសង់កូនខ្ទមតូចមួយឲ្យនាងគេងដល់ពេលបាយនាងបរិភោគដូចទាហានឯទៀតគឺបាយក្រហមអំបិលប្រហុកដុតនាងពិចារណាថាពួកនេះឃើញប្លែកណាស់មិនដែលឮទាស់តែងគ្នាមិនដែលឃើញអ្នកណាផឹកស្រាស្រវឹងប៉ែឡែប៉ោឡោសោះធីតាឃើញគេធ្វើការមិនឈប់ឈរដល់ពេលរៀនគេរៀនខ្លះរៀនអក្សរខ្លះរៀនការស្រុកទេសគ្នាគេចែកជាក្រុមក្នុងក្រុមនីមួយមានមេដឹកនាំមេនេះគិតគូរពីរឿងរៀនសូត្រធ្វើការតាមម៉ោងពេលក្រុមនីមួយមានការខុសគ្នាក្រុមខ្លះធ្វើចំការក្រុមខ្លះធ្វើស្រែក្រុមខ្លះចិញ្ចឹមគោក្រុមខ្លះចិញ្ចឹមជ្រូកក្រុមនីមួយនៅជុំគ្នាមានឆ្នាំងបាយដាច់ពីគ្នារួចមានចិញ្ចឹមមាន់ទាជ្រូកនិងដាំបន្លែបង្ការដូចគ្នាអ្នកទាំងអស់គ្នាជាទាហានព្រះនាងឃើញថាជីវិតរបស់ចៅកសាងជាតិនេះស្រួលបួលមែនជាជីវិតចម្រើនមែនប្លែកទៅទៀតគឺដល់ពេលថ្ងៃសិលអ្នករាល់គ្នាសំសិលសូត្រធម៌ត្រហើងអើងកងក្នុងមួយអាទិត្យគេមានពេលសម្រាប់នាំគ្នាដើរលេងនៅក្នុងព្រៃស្ងាត់ខ្លះទៅលេងអូខ្លះទៅលេងត្រពាំងចិត្តនេះធីតានឹកស្ញើសរសើរថាចលនាគេទៅនឹងកើតទេតែមិនដេចក៏ឆាប់ធ្លាក់ផ្លូវត្រូវម្លេះតាមពិតមាននន់កាលមួយឆ្នាំមុននេះបានឲ្យនាយអរុណនិងមហាកាលមកតាំងទីលំនៅនៅកន្លែងនេះស្រាប់បានជាដល់ពេលនេះទាំងសណ្ដាប់ធ្នាប់ទាំងរបៀបរៀបរយក៏កើតមានឥតនរណាធ្វើការតិទៀនបានកន្លះខែក្រោយមកទៀតនាងមនីមានពេលនិយាយគ្នាយ៉ាងស្រួលជាមួយនាយបំរុងដែលនាងបានស្គាល់លើកដំបូងនាយបំរុងក្រឡេកមើលនាយអាយក្រែងមានអ្នកឯទៀតរីឯនាងខត្តយានីរំភើបញាប់ញ័រក្រៃពេកដោយបានឃើញបរោះនោះនាងស្ទុះទៅចាប់ដៃបរោះនិយាយខ្សឹបថាមិនបងភ្លេចអូនហើយឬនៅទេខ្ញុំមិនភ្លេចទេបងមានរៀបចំរត់ទេរៀបចំស្រេចអស់ហើយអញ្ចឹងឬប្អូនត្រេកអរណាស់ប្អូនមិនអាចរស់នៅក្នុងច្រវាក់ដូចនេះទេតែប្រហែល3ថ្ងៃទៀតពួកវាទៅទន្លេរកត្រីហើយនៅសល់ក្នុងបន្ទាយតែ4-10នាក់ទេគ្មានអ្នកណាច្រើនទេចុះបងទៅទេទៅប៉ុន្តែទៅដល់ពាក់កណ្ដាលផ្លូវខ្ញុំរត់មកវិញចុះអ្នកយាមពួកអមុកអស់នោះខ្ញុំអាចកុហកវាថាខ្ញុំឈឺទៅមិនរួចដល់យប់យើងនាំគ្នារត់ខ្ញុំរត់មិនរួចទេយើងជិះសេះថាបានតែប៉ុណ្ណេះនាយបំរុងក៏ឃើញទាហានម្នាក់ដើរមកជិតបុរសធ្វើជាលើកចានរបស់នាងមនីយកទៅលាងហើយក៏ដើរចេញទៅរាត្រីនេះស្ងាត់ឈឹងពលរេទាំងឡាយក៏ចេញដំណើរទៅបាត់អស់សល់តែ4-10នាក់នៅចាំកន្លែងហើយមាននេតិយាមព្រះនាងខត្តយានីនាយបំរុងតបតែងខ្លួនយ៉ាងអង់អាចបរោះសៀតកំបិតស្នៀតនៅនឹងចង្កេះចិត្តដាវមួយយ៉ាងវែងបរោះចាប់យកកូនសោច្រវាក់ពីកន្លែងមាននន់ទៅចាក់មិនយូរប៉ុន្មានព្រះនាងក៏បានរួចពីចំណងបរោះកាន់ដៃនាងរត់កាត់ជំរំខ្មាំងសេះមួយយ៉ាងធំដាក់អានស្រេចរងចាំគេដល់ហើយមាននប់ក៏លោតពីលើខ្នងសេះផ្លែតហើយអោនចាប់នាងស្ទួយលើកឡើងអាជាណីក៏បំផាយវឹងយ៉ាងលឿនស្លុងក្នុងទីងងឹតនាយយាមរហ័សដូចព្រួញស្រែកវាស់ឡើងស្ទុះរត់ទៅចាប់មុខសេះងក់នាយបំរុងកាប់ផោងដួលខ្ពកសេះក៏បោលវឹងនាយទាហាន4-10នាក់ក៏ស្ទាក់ជាប់ទៀតសេះរេចុះរេឡើងដាវនាយបំរុងនិងដាវទាហានក៏លន់លឺចែសេះរេចុះឡើងរត់វឹងទៅទៀតខាងទាហានក៏រត់តាមពុំទាន់ឡើយមិនយូរប៉ុន្មានសេះខាងទាហានទាំង4ក៏ដេញប្រកិតជាប់ពីក្រោយខាងសេះព្រះនាងខត្តយានីដែលភ័យរកពេលណាមកព្រាបពុំបានឡើយ
លុះដល់មាត់ស្ទឹងបង្អោបនាងមณีលោតប្រងទៅក្នុងទឹកទាហានទាំង4ដែលមកជាបន្ទាន់ក្រឡេកឃើញនាយបំរុងហែលទឹកចិត្តដល់ត្រើយមកខាងស្រេចនាំទាំងសេះទៅផងមានទាហាន2នាក់មិនចេះហែលទឹកអ្នកដែលចេះហែលក៏ហក់ប្រងឥតបង្អង់ឡើយលុះបានដល់ត្រើយមកខាងហើយពលរបស់មេណនក៏ឡើងលើខ្នងសេះយ៉ាងប្រញាប់ប្រញាល់បន្ទាន់ដេញតាមសេះនាយបំរុងរត់កាត់ទៅភ្នំស្វាយលុះដល់ច្រកតូចមួយសេះនោះក៏ចូលទៅទាហានទាំងពីរក៏ចូលទៅតាមអ្នកឃើញស្ងាត់រួចងងឹតស្លុងបរោះស្ទាបចូលទៅរូងកាន់តែជ្រៅទៅដៃដែលស្ទាបក៏ប៉ះឃើញមាត់ទ្វារដែលទៅនឹងរបើកផុតពីមាត់ទ្វារនេះស្រាប់តែមានពន្លឺចង្គៀងប្រេងកាតភ្លឺរន្ទាលពីបន្ទប់ខាងក្នុងមកទាហានទាំងពីរក៏ដកដាវប្រថុយចូលទៅទៀតអ្នកបានឃើញរូងនេះធំមានតក់ជើងម៉ាស្អាតស្អំតែមានពេញពីងព័ទ្ធដោយអន្លើបង្ហាញឲ្យឃើញថាគ្មានអ្នកណានៅឡើយគេព្រឺក្បាលខ្ញាក់ទាំងពីរនាក់តែប្រុងខ្លួនជានិច្ចទាហានម្នាក់ទៅលើកយកចង្គៀងមួយមកដើរលបមើលនាយមើលអាយរកច្រកទៅទៀតលុះទៅដល់តុតូចមួយនៅគៀនឃើញមានសម្បត្តិមួយសរសេរថាដើរ3ជំហានពីតុនេះទៅឆ្វេងនឹងឃើញពីងទឹកមួយលើកពីងទឹកនោះហើយនឹងឃើញសម្បត្តិមួយទៀតដែលអាចនាំផ្លូវទៅមុខទៀតនៅក្នុងរូងនេះទាហានទាំងពីរអរផងភ័យផងក៏ងាកទៅខាងឆ្វេងឃើញពីងទឹកមែនជនទាំងពីរស្ទុះទៅលើកពីងនោះឃើញសម្បត្តិមួយទៀតសរសេរមិនដឹងពីរាជណាមកទេអក្សររលុបមើលលែងចង់ច្បាស់អស់ទៅហើយបើកសម្បត្តិឡើងឃើញអក្សរដាក់ថាដើរស្របជញ្ជាំងខាងស្ដាំឃើញបំពង់ឫស្សីមួយនៅលើបំពង់ឫស្សីនោះមានចង្គៀងលើកចង្គៀងនោះចេញយកបំពង់ឫស្សីនោះមកទាញអ្នកនឹងឃើញកូនសោមួយយកកូនសោនោះទៅចាក់ចំរុនដែលអ្នកឈរលើកចង្គៀងនោះឯងនោះអ្នកនឹងទៅដល់បន្ទប់មួយដែលមានគ្រែមាសសម្រាប់ដេកទាហានទាំងពីរក៏ធ្វើតាមស្រាប់តែឃើញដូចសម្បត្តិមែនលុះយកសោទៅចាក់បើកឡើងក៏ឃើញមានចណ្ដើរមួយចុះទៅក្រោមទៀតបុរសទាំងពីរក៏ចុះទៅបន្ទប់ខាងក្រោមឥតបង្អង់បន្ទប់នេះមានចង្គៀងប្រេងកាតភ្លឺដូចបន្ទប់ខាងលើដែរបុរសឃើញក្រែមាសមែនអ្នកត្រេកអរក្រៃពេកនិយាយខ្សឹបគ្នាថាវារត់ទៅណាមិនឃើញគាត់ឯងយល់ថាម៉េចយើងនៅក្នុងអន្ទាក់គេហើយតោងប្រុងខ្លួនឯងឲ្យមែនតែនលំឯងខ្លាចឬហីទៅខ្លាចអីគាត់ឯងមិនស្គាល់ចិត្តយើងទេយើកន្លែងនេះសុទ្ធតែមាសពេជ្រសម្បើមណាស់គឺញើសក្អែលឈាមរះពួកវាយកមកលាក់នៅទីនេះគិតទៅអាណិតរះណាស់គេហត់ឈាមរាល់ថ្ងៃនៅតែមិនដឹងខ្លួនទៀតរួចមានខ្លះនោះឈួតអាណិតគេទៀតអោជំងឺខ្មែរអីក៏ធ្ងន់ម្លេះទេជាតិចិត្តរលាយទៅហើយដោយពួកនៃក្រូតទាំងនេះនៅតែខ្មែរមិនទាន់ភ្ញាក់ខ្លួនទៀតទឹកមុខជនទាំងពីរឡើងក្រៀមក្រោះគួរឲ្យអាណិតក្រៃពេកបញ្ហាខ្មែរត្រូវគេចិញ្ចក់ឈាមបញ្ហាខ្មែរត្រូវមនុស្សភ័យតិចសង្កត់សង្កិនបញ្ហាខ្មែរដែលវេទនារហេមរហាមគ្មានបានដោះស្រាយសោះហើយហាក់ដូចជាជំពាក់ស្មុគស្មាញណាស់រកផ្លូវដោះស្រាយមិនរួចដោយរះហាក់គ្មានភ្ញាក់រលឹកសោះនៅក្នុងរឿងជាតិនេះកតនឹងនេះឡំក្រឡេកមើលឆ្វេងស្ដាំឃើញមានតុទូនិងគ្រឿងប្រដាប់ផ្សេងច្រើនអនេកដែលសុទ្ធសឹងតែមានតម្លៃនេះកតនិយាយខ្សឹបថាយើងដេកលើក្រែនេះហើយលបចាំព្រឹកស្អែកដល់មានពន្លឺស្រួលបួលយើងដើរមើលទីនេះឲ្យសពគ្រប់ទៅទៀតបើដូច្នេះកតឯងយាមដល់ពាក់កណ្ដាលយប់អត្រាតយើងនិយាមវិញម្ដងយល់ព្រមក្នុង1វិនាទីនោះស្រាប់តែក្រែផ្លត់ខាងក្រោមជនទាំងពីររមៀលដោយដុំដីធ្លាក់ទៅក្នុងរណ្ដៅមួយយ៉ាងជ្រៅដាច់ស្រយាលងងឹតឥតមើលឃើញអ្វីត្រជាក់ដូចសម្រិតតើជនទាំងពីរស្លាប់ឬរស់គប់ជួនរដូវនោះជារដូវវស្សាភ្លៀងធ្លាក់ញឹកញយអណ្ដូងដែលនេកតនិងនេឡំបានធ្លាក់ចូលទៅនោះមានទឹកដោយដឹងខ្លួនធ្លាក់ខ្ពកទៅក្នុងទឹកលឺសូរក្រំនេកតប្រវេប្រវាអោបនេឡំដែលធ្លាក់ទៅមុនច្របូកច្របល់នៅក្នុងទឹកដែលហូរតាមរូងមួយធំចុះទៅខាងចំហៀងម្ខាងនេកតនិយាយថាវើយវាប្រុងសម្លាប់យើងហើយនេឡំសើចយើងមិនទាន់ស្លាប់ទេឯងថាប្រុងណាស់ដែរគង់តែផ្លត់ស្នៀតបានហាហួសចិត្តពេកអញនឹកថាយើងនៅក្នុងអន្ទាក់វាឥឡូវនៅមែនរងាណាស់វើយយើងនាំគ្នាទៅមានខ្សែទឹកទៅឬទេកុំទាន់អាលទៅណាប្រយ័ត្នគ្រោះទៀតចុះធ្វើយ៉ាងណានេះកតក្រវីក្បាលរងចាំមើលហេតុការសិនមិនបានទេមីខត្តយាននេះវាប្រសពសម្រាប់យើងមែនវាចេះប្រមូលយើងឲ្យមកនៅក្នុងត្រកដូចត្រីនេះឡំសើចយ៉ាងរីករាយ
អញសប្បាយចិត្តនឹងស្លាប់ដែរព្រោះចាញ់អបាយកលស្ត្រីល្មមងូតទឹកចានទៀបសម្រាប់ខ្លួនដែរហាហានេះកតកំហកថាឈួតមើលយើងរាវមើលខាងស្ដាំឯងមើលទឹកវាហូរមកពីណាអាយ៉ាមានរូងធំណាស់វើយប្រហែលជាហូរមកពីកំពូលភ្នំស្វាយនេះឯងបើដូចនោះយើងមានតែផ្លូវបណ្ដោយខ្លួនឲ្យហូរទៅតាមទឹកខាងក្រោមយើងនាំគ្នាឡើងទៅលើកំពូលភ្នំក៏បានយីវាមិនអស់ផ្លូវឯណានេះសើចម្ដងទៀតអញដូចមិនទាន់ទៅណាសោះគឺចង់តែឡើងទៅលើមើលកន្លឹះក្រែអណ្ដោរធាននេះម្ដងទៀតនេះកតឆ្លើយកាត់ភ្លាមថាឈួតឡើងណារួចអណ្ដូងនេះជ្រៅណាវាចង់សម្លាប់យើងមុននេះអណ្ដូងនេះសិតតែថ្មតែវាស្មានថាយើងស្លាប់ហើយមើលទៅយីស្ត្រីតិរិឆាននេះពូកែមែនវត្ថុអ្វីមួយយ៉ាងធ្ងន់ធ្លាក់មកពីលើផែនដីទាំងពីរដែលកំពុងនិយាយគ្នាបែកទឹកខ្ចាយប្រងនេះកតលន់មាត់ងឹកនេះឡំលន់មាត់ស្រែកវ៉ានេះកតនិយាយយ៉ាងញាប់ថាស្អីវត្ថុដែលធ្លាក់ពីលើនោះងើបឡើងនេះឡំស្ទុះផ្លែទៅលើកឡើងហើយស្រែកថាអាយ៉ាកតមនុស្សវើយមនុស្សឬអ្នកណានឹងនេះកតចាប់សក់បរោះថ្មីលើកឡើងនេះឡំចាប់ដៃទាំងពីរជាប់សួរថាហាពូឯងមកពីណាបរោះថ្មីដោយឆ្លក់ទឹកផងដោយភ័យផងឆ្លើយរត់ដេបរដប់ថាបាទខ្ញុំបាទទៀតចិត្តនេះកតនឹងនេះឡំដែលដំបងនឹកថាបានមនុស្សម្នាក់ទៀតជាគ្នាក្នុងអណ្ដូងមរណៈនេះលុះដល់លឺសំឡេងមាត់មនុស្សនេះក៏ប្រែទឹកមុខខំថ្មិញកំហកឡើងវិញថាអាណាឯងឬកតបន្តថែមថាឯងឬអាឈាមខ្មៅអាបំរុងសូឈ្មោះបំរុងនេះលឺណែនឡើងទៅលើនេះកតស្ទុះហេទៅច្របាច់នេះបំរុងបីដូចជាយៈដែលរៀបកាច់កសัตว์អ្វីមួយធ្វើជាចំណេះខ្លួននេះបំរុងភ័យប្រលឹងចង់សក់បាទទៀនខ្ញុំបាទម្ចាស់សូមមេត្តាទុកអាយុខ្ញុំផងនេះកតសើចលន់លឺខ្ទោខ្ទាយថាហេអាថ្លើមមួយពេលនេះជីវិតឯងស្លាប់មិនខានគ្មានមេត្តាករណាអីទេអញហត់ឈាមទាំងរស់ឥតឲ្យស្រក់មួយដំណក់ដល់ដីទេអាបំរុងអាក្បត់ថាតែប៉ុណ្ណេះនេះកតដាល់នេះបំរុងមួយដៃភងនេះបំរុងដួលផ្កាប់ផ្កាច្រមុជទៅនៅក្នុងទឹកនេះឡំស្រង់លើកឡើងវាយមួយដៃទៀតលន់លឺផែនេះបំរុងស្រែកថាយូយងើបឡើងភ្លាមនេះបំរុងផ្លាស់សំឡេងនិយាយយ៉ាងនឹងណោថាឈប់មិត្តជាទីស្នេហាទាំងពីរក្នុងពេលនេះប្រកាសជាខ្ញុំស្លាប់មិនខានប៉ុន្តែមុនពេលខ្ញុំស្លាប់ខ្ញុំសូមជជែកជាមួយមិត្តទាំងពីរឲ្យបានបន្តិចសិននេះកតលោឡាថាជជែកទៅថាទៅអស់កិច្ចការកាលណាចាំអញអាកឲ្យឃើញជាក់ស្ដែងនេះឡំសង្កត់ថ្មិញនិយាយថាអញមិនចង់ឲ្យវានិយាយអីពីរបីម៉ាត់ទៀតទេអាក្បត់គ្នាឯងដូចនេះអញចង់តែពុះក្បាលវាជាពីរមើលខួរក្បាលវាឲ្យច្បាស់អ្វីក៏អាក្រក់ម្លេះខួរខ្ញុំគេខួរបង្កងកតរាដៃពោលថាឈប់ទុកឲ្យវានិយាយសិនចុះនេះបំរុងលេបទឹកមាត់ក្អឺប្រឹងទប់ស្មារតីនិយាយមួយថាក្នុងពេលនេះខ្ញុំបានធ្វើខុសមែនខ្ញុំបានក្បត់មិត្តទាំងអស់គ្នាមែនខ្ញុំទទួលថាខ្ញុំខុសពេញទីដោយមិត្តទាំងពីរជ្រាបច្បាស់លាស់ហើយថាចិត្តខ្ញុំយ៉ាងណាចំពោះជាតិយើងនោះតែពេលនេះខ្ញុំបានមកខកខូចជឿសម្ដីស្រីកាលកណីឬចាឥឡូវខ្ញុំដឹងខ្លួនហើយដូចនោះបើទុកជាមិត្តទាំងពីរមិនសម្លាប់ខ្ញុំទេក៏គង់ខ្ញុំសម្លាប់ខ្លួនដែរបើខ្ញុំរស់នៅខ្ញុំខ្មាស់មិត្តឯទៀតណាស់ខ្ញុំខ្មាស់ប្រជាជនខ្មែរណាស់ខ្ញុំខ្មាស់ខ្មាំងខ្លាំងណាស់ខ្ញុំខ្មាស់ខ្លួនឯងណាស់អោមិត្តទាំងពីរខ្ញុំរស់នៅមិនកើតទេត្រូវតែស្លាប់ដើម្បីចាប់ជាតិថ្មីហើយក្នុងជាតិនេះខ្ញុំសូមឲ្យចិត្តសប្បុរសចំពោះការងារដែលយើងកំពុងធ្វើកុំឲ្យដូចជាតិនេះទៀតនេះកតស្រែកឡើងថាគ្មានទេអញគ្មានជឿសម្ដីឯងទេនេះឡំកំហកថាអាចចង្រៃចេះនិយាយសម្របសម្រួលនឹងអញខ្លាចស្លាប់ឬអញមិនឲ្យឯងសម្លាប់ខ្លួនឯងទេគឺអញត្រូវសម្លាប់ឯងដោយដៃអញខុសឯងត្រូវមានទោសតាមទោសឯងបើអញខុសវិញដូច្នេះដែរគឺឯងត្រូវសម្លាប់អញនេះហើយច្បាប់របស់ពួកយើងឯងដឹងទេភ្លេចហើយឬច្បាប់យើងគ្មានប្រើឯងឲ្យសម្លាប់ខ្លួនឯងទេហេតុនេះអស់ការហើយឬនៅអញសម្លាប់ឯងភ្លាមមួយរំពេចនេះឡំដកដាវខ្វាឥតបងអង់ឡើយនេះកតបន្ថែមថាសម្លាប់វាចោលទៅអាកើតមកនាំតែធ្ងន់ផែនដីនេះនេះបំរុងរាដៃនិយាយមួយដដែលមិត្តទាំងពីរពិតជាមានចិត្តក្លាហានមែន
មិត្តទាំងពីរជាអ្នកដែលមានចិត្តមានះក្នុងការតស៊ូមែនខ្ញុំសូមសរសើរមិត្តទាំងពីរយ៉ាងអស់អំពីចិត្តខ្ញុំមែនក្នុងការតស៊ូតែងតែមានអ្នកក្បត់រួចអ្នកក្បត់ត្រូវតែប្រន្ទាទោសទៅតាមទោសរបស់ខ្លួនបាទប៉ុន្តែមិត្តទាំងពីរជាទាហានតើមិត្តទាំងពីរមានបទបញ្ជាហើយឬបានជាហ៊ានសម្រាប់ខ្ញុំនេះនេះកតកំហកដាក់ត្រចៀកនេះបំរុងថាយើអាត្មាតចាំបាច់បញ្ជាអីទៀតបើអញចាប់បានផោះតាងទោសឯងបានដូចជាក់ស្ដែងយ៉ាងនេះទៅហើយឯងនាំមីអណ្ដេរថៃរត់អញដេញតាមប្រកិតមកឯងនាំវាហែលទឹកឆ្លងទៀតឯងនាំវាចូលមកក្នុងទីនេះនេះបំរុងតបថាតើមិត្តបានគិតទេបើខ្ញុំនឹងមីស្រីម្នាក់នេះត្រូវគ្នាមិនដេចបានជាខ្ញុំមកធ្លាក់ក្នុងរណ្ដៅនេះពោលគឺមិនដេចបានជាវាចង់សម្លាប់ខ្ញុំនេះកតសើចថាហាហាអញឥតត្រូវការឆ្ងល់ឯងកុំលាក់ឯងជាចោរប្លន់ប្រទេសអញដឹងអស់ឯងនិយាយស្រឡាញ់វានៅលើដំបូលទូកមែនទេនេះបំរុងភ្ញាក់ព្រឺតនឹងពាក្យនេះបុរសមើលឃើញថាមុខជាស្លាប់មែននោះនៅពេលនេះនេះបំរុងបន្តទៀតថាក្រោយមកឯងនិយាយនឹងវាចាំដល់គេទៅទន្លេឯងនឹងនំវារត់ណែអាខ្មោចវាធ្វើជាស្រឡាញ់ឯងទេវាជាកូនអ្នកធំអាភ្លើវាមិនស្រឡាញ់ក្បាលឯងដែលវាថាថោកដូចអាចនោះទេក្នុងពេលនោះបានជាវាសម្រាប់ឯងព្រោះវាមិនចង់ឲ្យបែកការខ្លាចឯងដើរអួតប្រាប់គេថាសង្សារឯងគឺព្រះនាងកែវមណីនេះឯងឮទេដឹងហើយឬនៅអាខ្មោចនេះបំរុងភាំងអស់ស្មារតីនិយាយតិចថានៅក្នុងពេលនេះបើមិត្តទាំងពីរទុកជីវិតខ្ញុំនឹងសងឈាមមីនេះឲ្យបានមិត្តសម្រាប់ខ្ញុំទៅក៏ឥតប្រយោជន៍បើទុកខ្ញុំវិញនោះគឺខ្ញុំជាកម្លាំងមួយថ្មីដែលជួយដល់កិច្ចការរបស់យើងម្ដងនេះខ្ញុំមិនខ្លាចស្លាប់ទេខ្ញុំត្រូវស្លាប់តែសូមទុកជីវិតនេះធ្វើឲ្យវាអាម៉ាស់គឺបើគេវាដែលវាចង់បំបិតឲ្យចិត្តនោះឯងយល់ព្រមទេនេះឡំលន់ឡើងថាអញមិនដែលចាញ់បោកឯងដូចឯងចាញ់បោកស្រីទេអញមិនចាំបាច់ឲ្យឯងនេះជួយទេអាក្បត់គេលែងទុកចិត្តហើយទៅនេះឡំហៀបនឹងវត្តដាវផ្ដាច់សេរិសានេះបំរុងតែនេះបំរុងកំហកខ្លាំងឡើងថាមិត្តទាំងពីរឈប់សិនខ្ញុំនិយាយជាមួយមិត្តមិនស្ដាប់ខ្ញុំសោះឬស្ដាប់មិនបានសោះមិនអីទេមិត្តប៉ុន្តែខ្ញុំចង់សើចមិត្តទាំងពីរជាអ្នកតស៊ូកាន់អាវុធនៅដៃតើមិត្តមិនខ្មាស់ខ្មោចទេឬដែលមកសម្រាប់ខ្ញុំដែលនៅពេលនេះគ្មានអាវុធនៅនឹងដៃនោះនេះកតពេបមាត់ដកដាវពីចង្កេះខ្លួនឥតបងអង្គហុចទៅឲ្យនេះបំរុងភ្លាមអាភឿនបើចង់ស្លាប់ដាវនៅនឹងដៃក៏បានមកចុះអញមិនខ្លាចស្លាប់ដោយការតស៊ូជាមួយនឹងអាមនុស្សអាក្រក់ទេមកអានាងមកចុះថាតែប៉ុណ្ណេះនេះកតឆក់ដាវពីនីឡំឥតបងអង្គឈោប្រងស្នៀតទល់មុខខ្មាំងនីឡំធ្វើជាអាញាកណ្ដាលចាំមើលខុសត្រូវយ៉ាងក្លាហានក្នុងអណ្ដូងជ្រៅដែលឥឡូវមានពន្លឺភ្លឺកាន់តែខ្លាំងឡើងនឹងក្នុងទឹកដែលហូរពាក់កណ្ដាលខ្លួននីឡំនិយាយថាមុននឹងយើងទាំងពីរចាក់គ្នាអញសុំសួរយកការពីអាបំរុងបន្តិចនេះបំរុងកាត់ភ្លាមសួរទៅអញប្រាប់ឯងខេងមែនអញសួរថាមុនដែលឯងធ្លាក់មកក្នុងអណ្ដូងនេះឯងនឹងមីស្រីកំណាចនោះធ្វើអីខ្លះនេះបំរុងនិយាយថាមានជាការអីអញប្រាប់បានមុននេះកាលឆ្លងកាត់ស្ទឹងមកនាងបញ្ជាឲ្យអញជិះសេះកាត់ព្រៃនេះមកព្រោះនាងស្គាល់ព្រៃនេះជាងព្រានព្រៃទៅទៀតស្រាប់តែបត់ចុះឡើងយើងទាំងពីរក៏បានមកដល់ទីនេះព្រះនាងនាំអញទៅស៊ីបាយដែលមានស្រីម្នាក់ដាំទុកយ៉ាងក្តៅសម្លគេសុទ្ធតែសាច់ជ្រូកសាច់គោអញស្មានតែចំណីទឹកតើចានក៏មាសផ្តិលដាក់ទឹកក៏មាសពីងក៏មាសទៀតស្រីអង្គុយចិត្តអញថ្លែងអំណរគុណដល់អញអោបក្រសោបនាងលុះដល់ពេលបាយហើយនាងអោនមកថើបអញសុំនាងថើបវិញតែនាងពុំព្រមប្រាប់អញថាអៀនណាស់អញទុកចិត្តស្រីដ៏ល្អអស្ចារ្យនេះនាងក៏នាំអញមកដេកលើគ្រែនេះដោយប្រាប់អញថានឹងប្រថុយបដូរជីវិតនឹងអញហើយអញនឹកថានៅក្នុងពេលនេះនឹងបានស្គាល់រសជាតិធីតាជាគូកល្យានមិនខានអញអរផងភ័យផងស្រឡាញ់ផងលុះមកដល់គ្រែធីតាឲ្យអញចូលដេកលើគ្រែនាងទៅពន្លត់ចង្កៀងក្នុងពេលនោះហើយទើបអញធ្លាក់ចូលមកក្នុងអណ្ដូងនេះកតស្រែកថាចប់ហើយប្រយុទ្ធសូដាវក៏លន់លឺប៉ែឥតបងអងឡើយនេះបំរុងកាត់កិច្ចដួលច្របោកច្របល់នៅក្នុងទឹកនេះកតដោយសេចក្តីក្រោធខ្លាំងពេកក៏ចាក់ឥតសំចៃដៃឡើយនេះបំរុងរងជាប់រួចចាក់នេះកតវិញដែលកិច្ចយ៉ាងលឿនដោយផ្លេចបន្ទោល
នាយឡំចាំផ្ទះដៃសើចត្បិតឃើញនាយកតមានព្រៀបលើខ្មាំងជាដរាបបន្តិចក្រោយមកនាយឡំបើកភ្នែកធំព្រោះស្រាប់តែដាវនាយកតរបូតពីដៃបាត់នាយកតគេចចុះគេចឡើងចាប់ដៃនាយបំរុងបានមូលត្រាទៅធ្លាក់ដាវពីដៃដូចគ្នាបែកទឹកខ្ចាយជន់ទាំងពីរច្រមុចច្រមុលក្នុងទីទឹកជាទីល្អមើលអស្ចារ្យជួនកាលនាយកតលិចបាត់ទៅធ្វើឲ្យនាយឡំអើតមើលតាមជួនកាលនាយបំរុងក៏បាត់ទៅវិញធ្វើឲ្យនាយកតទះដៃឡើងសើចសប្បាយរួចគូសត្រូវទាំងពីរក៏ងើបឡើងស្មើគ្នានាយកតស្ទុះទៅដាល់ភងត្រូវធ្គាមនាយបំរុងដែលដួលផ្ងាទៅក្រោយនាយកតលោតទៅចាប់កអាវបានទៀតដាល់ពោះពឹបរន្ធើនគ្នាអស់ទំហឹងដៃនាយបំរុងទន់ដៃនាយកតជំរុញថែមចាប់អាវនាយបំរុងលើកឡើងដាល់ម៉ាំងទៀតនាយបំរុងដួលបាត់ស្មារតីនាយកតមិនអស់ចិត្តជន់ពលិចទៅក្នុងទឹកអស់ពេលជាយូររួចក៏ចាប់លើកឡើងឃើញមុខដាល់បាច់ទៀតជន់ពលិចញក់ញីថែមទៀតត្រាតែនាយបំរុងដាច់ខ្យល់ស្លាប់សូន្យឈឹងនាយឡំស្ទុះទៅគ្រានាយកតឡើងយកអាវជូតញើសនិងទឹកដែលជាប់នៅពាសពេញមុខខ្មោចលិចបាត់ទៅឯបាតអណ្ដូងនាយកតហត់អ្វីក្រៃណាហត់យូរក្រោយមកជន់ទាំងពីរស្រវាយកដាវមកសៀតនៅចង្កេះរៀងខ្លួនរួចនាំគ្នាចូលទៅក្នុងរូងឡើងទៅលើខ្សែទឹកលុះធ្វើដំណើរក្នុងទីដីនេះបានមួយស្របក់ទៅបានទៅដល់កំពូលភ្នំស្វាយជន់ទាំងពីរគៀកកគ្នាដកដង្ហើមធំមើលទៅកំពូលប្រាសាទព្រះកំពតដែលឈរក្រអឺតចាក់អាកាសភ្លឺឆើតឆាយ